បាទគ្រប់ទស្សនិកជនឥឡូវនេះមកជួបនឹងកីឡាករក្រុមតោក្រហមថ្ងៃនេះគឺមានវត្តមានបាទកីឡាការិនីចំនួន2រូបបាទទី1នេះគឺបងអូនស្រីសារ៉ាមកពីខេត្តសៀមរាបបាទទី2គឺដានូថ្ងៃនេះប្រកួតនឹងគូលេគេ Lady Lady đó Lady ពីអ្នកណាក្នុងចំណោមកសុមីណាតែកីឡាករយើងមិននិយាយទេព្រោះកន្លងមកល្បីហើយបាទកីឡាករទៅមកសៀមរាបដែរជាមួយនឹងសារ៉ាដែរគាត់កំពុងតែមានឈ្មោះបោះសម្លេងពីប្រកួតហើយគឺលេខ1និង Full B ហើយឥឡូវចាំមើលកីឡាករទៅអាចធ្វើបានទៀតអត់ប៉ុន្តែយើងស្ទប់ត្រឹមនឹងសិនអ្វីដែលយើងចម្លែកអ្វីដែលប្លែកសារ៉ាបាត់មុខពីការប្រកួត2 3ប្រកួតហើយថ្ងៃនេះត្រឡប់មកវិញអូនស្រីយ៉ាងមិនដែរអារម្មណ៍ បានត្រឡប់មកវិញសប្បាយចិត្តដែលបានចូលរួមកីឡាផ្សាយម៉ូតូត្រីនឹងម្ដងទៀតចា ហើយកន្លងមកបាត់មួយរយៈនេះមានបានទៅចេញទៅរ៉ាលីឬអីផ្សេងៗអត់ អឺខានមួយរយៈធំដែរបងចា មួយរយៈនេះរវល់ការងារខ្លាំងគឺយ៉ាងម៉េច រវល់ការងារហើយណាមួយសុខភាពសំណោយផលចាតែយើងបានលេងមួយរយៈសិន បាទ ចា បាទឥឡូវនេះក្រុមតោក្រហមមានវត្តមានបងស្រីសារ៉ាបាទមកពីខេត្តសៀមរាបក៏ដូចជាដានូនបាទកាន់បាទក្រុមតោក្រហមការប្រកួតរបស់គាត់បងប្អូនចាំមកទស្សនាថាកន្លងមកមើលឃើញតាមរយៈការសបផ្សាយរបស់ខ្ញុំបាទបេលីហ្នឹងគឺសារ៉ាតែងតែនាំមុខទេបាទក្នុង full នារីណានិយាយចំថាវ័យដៃល្អសូម្បីតែការហោះទួលបាទមិនថាសៃនូទេគឺល្អមែនទែនគឺសម្រាប់វត្តមានពួកគាត់នេះហើយសង្ឃឹមថាថ្ងៃនេះបាទយកពានជូនក្រុមតោក្រហមឲ្យបានណាធ្វើបានទេ ចាធ្វើបានបង បានเนาะតែនោះបានទេ អត់តន់ដែរ អូខេក្លាស់ Lady បន្តិចទៀតបាទយើងនឹងធ្វើការចេញដេប៉ាបាទចេញពីកន្លែងចេញដេប៉ានេះផ្ទាល់ហើយយើងចាំទស្សនាតើកីឡាករទាំងពីររូបនេះបាទកីឡាការិនីទាំងពីររូបនេះធ្វើឲ្យតក្រហមបានជោគជ័យអត់ទេទទួលបានពានឬក៏មេដាយនៅថ្ងៃនេះអញ្ចឹងបងប្អូនបាទអ្នកចិត្តខាងខ្ញុំនេះសើតារាដែលមកតោងកលីបទេ មកតោងល្បីទេមើលហើយណាអូខេច្រើនហើយសម្រាប់ថ្ងៃនេះវត្តមានខ្ញុំបាទបេលីរួមជាមួយនឹងក្រុមការងារក៏សូមអធិស្ឋាននៅពេកទោសរាល់ការអត្ថាធិប្បាយលើលុះអីសូមអធិស្ឋានផងបាទអរគុណច្រើនបាទសូមគោរពជំរាបលា